របបនៅទីក្រុងតេអ៊េរ៉ង់អាចត្រូវបានកោះហៅឲ្យចូលខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬមហាសន្និបាតអង្គការសហប្រជាជាតិករណីប្រព្រឹត្តទោសប្រហារជីវិតក្រុមប្រឆាំងកាលពីថ្ងៃទី14ខែសីហា31ប្រទេសបូកនឹងតំណាងសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមមួយប្រឆាំងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រព្រឹត្តការប្រហារជីវិតលើក្រុមប្រឆាំងប្រទេសទាំងនោះមានបារាំងអង់គ្លេសអាល្លឺម៉ង់កាណាដានិងប្រទេសជាច្រើនទៀតរួមទាំងតំណាងសហភាពអឺរ៉ុបតំណាង27ប្រទេសបានថ្កោលទោសនិងទាមទារឲ្យរបបនៅទីក្រុងតេអ៊េរ៉ង់បញ្ឈប់ជាបន្ទាន់ការប្រព្រឹត្តទោសប្រហារជីវិតក្រុមប្រឆាំងប្រទេសទាំងនោះនិងអង្គការអន្តរជាតិជាច្រើនព្រមានថានឹងស្នើឲ្យមានកិច្ចសវនាការដ៏សំខាន់មួយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬមហាសន្និបាតអង្គការសហប្រជាជាតិបើករឿងក្តីករណីការរំលោភសិទ្ធិមនុស្សនិងករណីប្រព្រឹត្តទោសប្រហារជីវិតក្រុមប្រឆាំងក្នុងស្ថានភាពនេះយើងខ្ញុំក្រុមការងារនៃ Seven Info មានបទសម្ភាសន៍ជាមួយលោកនួនបូរិនដែលមានដូចតទៅនេះតើប្រទេសទាំងនោះបានថ្លែងរៀបរាប់អ្វីខ្លះនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលមាន31ប្រទេសបូកនឹងសហភាពអឺរ៉ុបនោះកាលពីថ្ងៃទី13-14សីហាគេសង្កេតឃើញប្រទេសមហាអំណាច2នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ចូលរួមថ្កោលទោសប្រឆាំងនឹងរបបដឹកនាំបច្ចុប្បន្ននៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ផងដែរគឺចក្រភពអង់គ្លេសនិងបារាំងនៅក្នុងនោះក៏មានប្រទេសអាល្លឺម៉ង់ប្រទេសកាណាដាជាចំណែកមួយក្នុងចំនួន31ប្រទេសប៉ុន្តែជាមួយគ្នានេះមានប្រមុខគោលនយោបាយកិច្ចការអន្តរជាតិរបស់សហភាពអឺរ៉ុបលោកស្រីកាយ៉ាខាឡាស់ក៏មានសេចក្តីថ្លែងការណ៍បូកជាមួយនឹង31ប្រទេសនោះពួកគេបានថ្កោលទោសដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលនៅតែបន្តប្រហារជីវិតអ្នកតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនិងប្រឆាំងនឹងគោលនយោបាយដឹកនាំផ្ដាច់ការរបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដោយប្រើប្រាស់ទោសប្រហារជីវិតទៅលើក្រុមប្រឆាំងទាំងនោះដែលគេហៅថាជាការបំបិទមាត់ក្រុមប្រឆាំងដើម្បីសេរីភាពសេចក្តីថ្លែងការណ៍31ប្រទេសដែលមានមហាអំណាច2ចូលរួមនោះគឺចក្រភពអង់គ្លេសនិងបារាំងសេចក្តីថ្លែងការណ៍នេះបានចេញផ្សាយមួយថ្ងៃបន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងនៅទីក្រុងឡុងបានចេញផ្សាយឲ្យដឹងថារដ្ឋាភិបាលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កំពុងតែប្រព្រឹត្តនៅការប្រហារជីវិតមនុស្សដោយព្យួរកនិងបាញ់សម្លាប់យ៉ាងតិច916នាក់នៅឆមាសទី1នៃឆ្នាំ2026នេះសម្រាប់15នាក់គឺត្រូវបានព្យួរកនៅក្នុងខែកក្កដាឆ្នាំ2026នៃថ្លែងការណ៍របស់ប្រទេស31ប្រទេសបូកនឹងសហភាពអឺរ៉ុបនោះក្នុងនោះមានចក្រភពអង់គ្លេសនិងបារាំងដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានទាំងអង្គការលើកលែងទោសអន្តរជាតិ Amnesty International មានទាំងអង្គការអន្តរជាតិជាច្រើនទៀតបានលើកឡើងអំពីការថ្កោលទោសដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងការប្រព្រឹត្តនៃទោសប្រហារជីវិតនៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ដោយតុលាការកំពូលនិងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រព្រឹត្តការប្រហារជីវិតគឺប្រៀបបាននឹងការប្រព្រឹត្តទោសទៅលើមនុស្សជាតិដ៏ឃោរឃៅបំផុតប្រទេសដែលចូលរួមធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ករណីប្រព្រឹត្តទោសប្រហារជីវិតទៅលើក្រុមប្រឆាំងនោះពួកគេបានអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិតអ្នកតវ៉ានិងគោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់មនុស្សជាតិហើយថាការប្រើប្រាស់វិធានការទោសប្រហារជីវិតគឺជាដើម្បីបំបិទមាត់អ្នកប្រឆាំងបំបិទប្រជាជននិងដាក់ទណ្ឌកម្មលើបុគ្គលលើក្រុមមនុស្សដែលពួកគេសិតតែមានសិទ្ធិសេរីភាពស្មើគ្នាក្នុងការបញ្ចេញមតិដែលសរុបនឹងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាសកលនៃអង្គការសហប្រជាជាតិក្តីថ្លែងការណ៍បានបញ្ជាក់ថាប្រជាជនអ៊ីរ៉ង់ត្រូវតែមានសេរីភាពក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនដូចជាសេរីភាពក្នុងការបញ្ចេញមតិនិងការជួបជុំដោយសន្តិវិធីដែលមិនត្រូវរស់នៅក្រោមការភ័យខ្លាចគំរាមកំហែងផ្ដាច់ផ្ដាល់ជីវិតរាល់ថ្ងៃនោះទីប្រទេសទាំងនោះក៏បានអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់ជាបន្ទាន់នៅការប្រើប្រាស់ទោសប្រហារជីវិតដ៏ឃោរឃៅនេះនិងដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងនោះឲ្យមានសេរីភាពវិញសេចក្តីថ្លែងការណ៍របស់ប្រទេស31បូកនឹងសហភាពអឺរ៉ុបនោះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីរ៉ង់បើកចិត្តស្ដាប់សំឡេងប្រជាជនឲ្យទូលំទូលាយដោយប្រជាជនទាមទារឲ្យមានការផ្លាស់ប្ដូរនៅរបបដឹកនាំឲ្យមានការធានាការគោរពសិទ្ធិមនុស្សនិងសេរីភាពរបស់ពួកគេឡើងវិញនៅក្នុងនោះគេសង្កេតឃើញប្រទេសទាំងអស់នោះបានទាមទារឲ្យមានការកោះប្រជុំ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីបើកជំនុំជម្រះក្តីឬបើកសវនកម្មករណីសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលប្រព្រឹត្តកាត់ទោសប្រហារជីវិតទៅលើក្រុមប្រឆាំងនយោបាយរបស់ខ្លួននោះតាមការធ្វើសេចក្តីរាយការណ៍ឃើញថាមានសភាពធ្ងន់ធ្ងរដែលរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រព្រឹត្តការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនិងបំពានសិទ្ធិមនុស្សជាសកលតែ31ប្រទេសបុកនឹងតំណាងសហភាពអឺរ៉ុបអាចមានទម្ងន់ទាញឲ្យមានវិធានការពីក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬមហាសន្និបាតអង្គការសហប្រជាជាតិទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឬទេយើងសូមរំលឹកថាកាលពីឆ្នាំ1974យ៉ាងហោចណាស់ក៏អង្គការសហប្រជាជាតិមានអំណាចរហូតដល់ព្យួរបុព្វសិទ្ធិរបស់ប្រទេសអាហ្វ្រិកខាងត្បូងក្នុងសំណុំរឿងរំលោភសិទ្ធិមនុស្សនៃការអនុវត្តគោលនយោបាយរបបអភិធេតឬអង្គជាតិសាសន៍នៅពេលនោះអង្គការសហប្រជាជាតិបានសម្រេចបោះឆ្នោតជួបុព្វសិទ្ធិរបស់រដ្ឋាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូងឥតឲ្យមានសិទ្ធិក្នុងការចូលរួមនៅឯកិច្ចប្រជុំរបស់មហាសន្និបាតអង្គការសហប្រជាជាតិនោះទីដោយបុព្វសិទ្ធិត្រូវបានព្យួរគឺនៅក្នុងឆ្នាំ1974ដោយជាការដាក់ទម្ងន់និងបន្ថែមលើនេះក៏មានការទាមទារមានការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនៅក្នុងឆ្នាំនោះផងដែរគឺនៅក្នុងឆ្នាំ1974ដែលឈានទៅដល់ការព្យួរបុព្វសិទ្ធិជាផ្លូវការរបស់ប្រទេសអាហ្វ្រិកខាងត្បូងនៅថ្ងៃទី12វិច្ឆិកាឆ្នាំ1974តាមរយៈមហាសន្និបាតអង្គការសហប្រជាជាតិឲ្យធ្វើការបោះឆ្នោតរកសម្លេងភាគច្រើនចេញដំណោះស្រាយព្យួរបុព្វសិទ្ធិរបស់អាហ្វ្រិកនៃរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនោះក៏ព្រោះតែរដ្ឋាភិបាលនោះនៅតែរំលោភសិទ្ធិមនុស្សនិងអនុវត្តគោលនយោបាយអភិធេតនៃគោលនយោបាយឬអង្គជាតិសាសន៍វណ្ណៈពណ៌សម្បុររត់តតែមានរដ្ឋាភិបាលថ្មីមានរបបថ្មីរបបប្រជាធិបតេយ្យកើតឡើងពេញរូបរាងនៅលើដែនដីនៃប្រទេសអាហ្វ្រិកខាងត្បូងទើបមហាសន្និបាតអង្គការសហប្រជាជាតិសម្រេចផ្ដល់បុព្វសិទ្ធិទៅឲ្យរដ្ឋាភិបាលថ្មីនៃប្រទេសអាហ្វ្រិកខាងត្បូងវិញគឺនៅឆ្នាំ1994ក្រោយពីសម្រេចព្យួរបុព្វសិទ្ធិរបស់ប្រទេសអាហ្វ្រិកខាងត្បូងរយៈពេល10ឆ្នាំហើយរដ្ឋាភិបាលថ្មីពេញរូបរាងឡើងគឺជារដ្ឋាភិបាលដែលបង្កើតរដ្ឋធម្មនុញ្ញថ្មីគោរពសេរីភាពបញ្ឈប់ការរើសអើងវណ្ណៈជាតិសាសន៍ទាំងអស់សេរីភាពសាសនាសេរីភាពសម្ដែងមតិសេរីភាពនយោបាយត្រូវបានបង្កើតឡើងទើបមហាសន្និបាតអង្គការសហប្រជាជាតិឲ្យអាហ្វ្រិកខាងត្បូងមានសិទ្ធិចូលទៅអង្គុយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិវិញប៉ុន្តែសូមជម្រាបថានៅក្នុងអំឡុងពេលនោះយ៉ាងហោចណាស់ក៏មានប្រទេសសមាជិកអចិន្ត្រៃយ៍ចំនួន3ប្រទេសបានបោះឆ្នោតវេតូនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរឿងសុំដាក់ទណ្ឌកម្មធនធ្ងរនឹងព្យួរអាសនៈរបស់ប្រទេសនៃរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងតែទីបំផុតមហាសន្និបាតអង្គការសហប្រជាជាតិបានប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយរកសម្លេងភាគច្រើនបាននៅក្នុងកិច្ចប្រជុំមហាសន្និបាតសម្រាប់បោះឆ្នោតដកបុព្វសិទ្ធិរបស់អាហ្វ្រិកខាងត្បូងប៉ុន្តែគេថាពេលនោះក៏មានការផ្ដល់អនុសាសន៍ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរដោយសារតែប្រទេសដែលសម្រាប់បោះឆ្នោតវេតូមានសហរដ្ឋអាមេរិកមានអង់គ្លេសមានបារាំងនោះក៏យល់ព្រមមិនប្រើប្រាស់សិទ្ធិបោះឆ្នោតវេតូនោះទីនាំឲ្យពួកគេផ្ដល់អនុសាសន៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិអាចប្រើសិទ្ធិរបស់ខ្លួនព្យួរបុព្វសិទ្ធិរបស់ប្រទេសអាហ្វ្រិកខាងត្បូងបានជាផ្លូវការនៅក្នុងអំឡុងខែវិច្ឆិកាឆ្នាំ1974មានន័យថាអាហ្វ្រិកខាងត្បូងអត់មានសិទ្ធិចូលទៅតវ៉ាក្តីនៅឯមហាសន្និបាតអង្គការសហប្រជាជាតិឬនៅឯស្ថាប័នក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតនោះទីហើយបន្ថែមលើនេះក៏មានការដាក់ទណ្ឌកម្មទៅលើប្រទេសអាហ្វ្រិកខាងត្បូងហុំព័ទ្ធការបញ្ជូនអាវុធនិងទណ្ឌកម្មផ្សេងៗទៀតត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិនេះជាឧទាហរណ៍មួយដែលយើងមើលឃើញថាបើដល់ទីបញ្ចប់របបនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អាចនឹងឆ្លងកាត់បទពិសោធន៍នៃប្រទេសអាហ្វ្រិកខាងត្បូងដែលទីបំផុតការចោទប្រកាន់ពីបទអនុវត្តគោលនយោបាយរំលោភសិទ្ធិមនុស្សបំពានសិទ្ធិសេរីភាពនោះហើយដែលនាំឲ្យអង្គការសហប្រជាជាតិនៃមហាសន្និបាតអង្គការសហប្រជាជាតិអាចប្រើប្រាស់វិធានការរបស់ខ្លួនព្យួរបុព្វសិទ្ធិរបស់ប្រទេសណាមួយក៏អាចធ្វើបានក្នុងន័យនេះ
យើងនៅតែជឿថាក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបានចេញដំណោះស្រាយទាមទារឲ្យរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បញ្ឈប់រាល់អំពើរំលោភសិទ្ធិមនុស្សនិងបញ្ឈប់ការកាត់ទោសបរាជីវិតនោះក៏គេបានចេញដំណោះស្រាយរួចទៅហើយរហូតដល់អង្គការសហប្រជាជាតិបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះរួចទៅហើយគណៈកម្មការស៊ើបអង្កេតឯករាជ្យនោះហើយដែលដើរតួនាទីជាអ្នកចង្អុលបង្ហាញផុសតាងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិចំពោះការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អង្គការលើកលែងទោសអន្តរជាតិ Amnesty International ដែលមានមូលដ្ឋាននៅទីក្រុងឡុងបានចេញរបាយការណ៍ថានៅឆ្នាំ2025របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតក្រុមប្រឆាំងកើនឡើងដល់ទៅ2159នាក់ដែលការកាត់ទោសប្រហារជីវិតនេះគឺមានចំនួនកើនឡើងខ្ពស់បំផុតបើរាប់ពីឆ្នាំ2022មកនោះដែរឆ្នាំ2022មានការកាត់ទោសប្រហារជីវិតដោយព្យួរកនិងទោសប្រហារជីវិតដោយបាញ់សម្លាប់មានចំនួន500នាក់ហើយកើនឡើងរហូតរកឃើញថានៅចុងឆ្នាំ2025របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បានប្រព្រឹត្តនៃការកាត់ទោសប្រហារជីវិតក្រុមប្រឆាំង2159នាក់ហើយនៅឆមាសទី1ក្នុងឆ្នាំ2026 916នាក់អង្គការលើកលែងទោសអន្តរជាតិ Amnesty International ព្រមានថានៅក្នុងឆ្នាំ2026នេះការកាត់ទោសប្រហារជីវិតអាចនឹងមានចំនួនច្រើនជាងឆ្នាំ2025ទៅទៀតដែលគណៈកម្មការស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិកំពុងតែចងក្រងរបាយការណ៍របស់ខ្លួននៅឡើយនោះទីការផ្ទុះពីការដែលរបបសាធារណរដ្ឋអ៊ីស្លាមកាត់ទោសប្រហារជីវិតកាត់ទោសដោយព្យួរកអ្នកទោសក្រុមប្រឆាំងនោះវាមានភាពអាក្រក់បំផុតដោយពួកគេយកទៅព្យួរកនៅទីសាធារណៈក៏មានផងដែរគ្រួសារប្រពន្ធកូនរបស់ពួកគេមិត្តភ័ក្តិរបស់ពួកគេយំសោកស្ដាយម៉ែឪយំរនាលអង្វរកក៏អត់ទទួលបានការបន្ធូរបន្ថយទុក្ខនោះទីរដ្ឋអំណាចរបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មិនតែប៉ុណ្ណោះចាត់ទុកគ្រួសារនៃអ្នកទោសដែលប្រឈមមុខនឹងទោសប្រហារជីវិតនោះពួកគេមានគំនិតប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អង្គការលើកលែងទោសអន្តរជាតិ Amnesty International ទទូចទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបើកជំនុំជម្រះក្តីសំណុំរឿងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាបន្ទាន់ធ្វើយ៉ាងណាឲ្យមានទណ្ឌកម្មជាក់ស្ដែងប្រឆាំងនឹងរបបនៅទីក្រុងតេហ៍រ៉ង់បច្ចុប្បន្ននេះមិនតែប៉ុណ្ណោះក៏មានការទាមទារឲ្យមហាសន្និបាតអង្គការសហប្រជាជាតិប្រើប្រាស់សិទ្ធិរបស់ខ្លួនប្រប្រហែលនឹងវិធានការដែលបានដាក់ទៅលើរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ1974នៃការព្យួរបុព្វសិទ្ធិរបស់អាហ្វ្រិកខាងត្បូងអត់ឲ្យមានសិទ្ធិក្នុងការចូលរួមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនោះទីគេថាមិនខុសអីនឹងការព្យួរអាសនៈរបស់ប្រទេសអាហ្វ្រិកខាងត្បូងនោះទីគំរូនេះហើយដែរអង្គការអន្តរជាតិជាច្រើនទាមទារឲ្យមានអង្គការសហប្រជាជាតិអនុវត្តដូចគ្នានេះទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះចុះបើអ៊ីរ៉ង់មិនចូលខ្លួនការពីខ្លួនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬមហាសន្និបាតអង្គការសហប្រជាជាតិតើនឹងមានវិធានការអ្វីដើម្បីប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រសិនបើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មិនចូលការពីខ្លួននឹងឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឬក៏ចូលទៅការពីខ្លួនហើយអះអាងពីចំណុចភាពស្របច្បាប់នៃការអនុវត្តទោសប្រហារជីវិតនិងការរំលោភសិទ្ធិមនុស្សនោះអាចនឹងមានការតានតឹងខ្លាំងនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺថាចុងចោតនិងដើមចោតនឹងវែកញែកយ៉ាងស៊ីជម្រៅនិងតានតឹងជាមួយគ្នាប៉ុន្តែប្រទេសដែលផ្ដើមចោតគឺមាន31ប្រទេសក្នុងនោះមានប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបារាំងនិងអង់គ្លេសឈានមុខគេហើយដូច្នេះសំណុំរឿងរបស់របបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៃការរំលោភសិទ្ធិមនុស្សការកាត់ទោសប្រហារជីវិតអ្នកទោសរាប់ពាន់អ្នកនោះអាចនឹងត្រូវយកទៅជំនុំជម្រះក្តីនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយចង់មិនចង់អាចនឹងរុញចូលទៅមហាសន្និបាតអង្គការសហប្រជាជាតិដូចនឹងអ្វីដែលបានធ្វើឡើងនៃមហាសន្និបាតអង្គការសហប្រជាជាតិទៅលើរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ1974ដែលព្យួរបុព្វសិទ្ធិរបស់ប្រទេសមួយនេះអត់ឲ្យមានសិទ្ធិអង្គុយប្រជុំនៅឯមហាសន្និបាតអង្គការសហប្រជាជាតិគឺអាច
ធ្វើដូចនេះបានក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិបូកនឹងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាមទារឲ្យមានការសិក្សាឡើងវិញអំពីវិធានការនៃការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិដែលពាក់ព័ន្ធនឹងការប្រឆាំងការរំលោភសិទ្ធិមនុស្សហើយអនុវត្តនិងដាក់វិធានការទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់សូមរំលឹកថានៅក្នុងការផ្ទុះបាតកម្មនៅដើមខែមករាឆ្នាំ2026ជាបាតកម្មផ្ដើមចេញពីការតវ៉ាព្រោះតែវិបត្តិសេដ្ឋកិច្ចនៅក្នុងទីក្រុងតេហរ៉ង់ផ្ទុះឡើងអធិបតេយ្យហក់ឡើងកម្រិតខ្ពស់បំផុតកណ្ដាស់ប្រាក់រូបិយប័ណ្ណប្រាក់រៀលរបស់អ៊ីរ៉ង់ធ្លាក់តម្លៃយ៉ាងខ្លាំងបើធៀបនឹងទំនិញលើទីផ្សារវាប៉ះពាល់ទន្ទឹងដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនអ៊ីរ៉ង់ទូទាំងប្រទេសបានរុញឲ្យប្រជាជនអ៊ីរ៉ង់ធ្វើបាតកម្មទ្រង់ទ្រាយធំទូទាំងប្រទេសនៅអំឡុងដើមខែមករាឆ្នាំ2026ដែលមានបាតកោចូលរួមដល់ទៅជាង6លាននាក់នៅទូទាំងប្រទេសនៅរដ្ឋធានីតេហរ៉ង់មានបាតកោចូលរួមដល់ទៅ1លាន50,000 នាក់តែទីបំផុតឈានដល់ការផ្ទុះកុបកម្មដែលបាតកោសម្ដៅដាក់ផែនការផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឲ្យចង់បង្កើតរបបរាជានិយមឡើងវិញរាជានិយមដែលត្រូវអនុម័តឲ្យមានរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនិងលើកដំកើងសិទ្ធិសេរីភាពប្រជាជនស្របតាមនីតិរដ្ឋនៃប្រជាធិបតេយ្យរបស់ប្រទេសប៉ុន្តែនៅពេលនោះត្រូវបានបង្ក្រាបយ៉ាងឃោឃៅយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់រដ្ឋាភិបាលនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដោយបញ្ចេញកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់កងសន្តិសុខអ៊ីរ៉ង់រាប់ម៉ឺននាក់បាញ់បង្ក្រាបប្រជាជនដែលផ្ទុះបាតកម្មអាជ្ញាធរបំពាក់កំភ្លើងយន្តលើរថយន្តបើកបាញ់សម្លាប់បាតកោស្លាប់យ៉ាងរង្គាលអង្គការសិទ្ធិមនុស្សអន្តរជាតិនិងអង្គការសិទ្ធិមនុស្សឯករាជ្យក្នុងស្រុកនៃប្រទេសអ៊ីរ៉ង់អាងថាយ៉ាងហោចណាស់បាតកោ42,000 នាក់ត្រូវបានសម្លាប់ 10,000 នាក់រងរបួសនិងចាប់ខ្លួនរាប់ម៉ឺននាក់ជាពិសេសគឺនៅរដ្ឋធានីតេហរ៉ង់ប៉ុន្តែលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកអាងថាបាតកោដែលផ្ទុះបាតកម្មកាលពីអំឡុងខែមករានៅទីក្រុងតេហរ៉ង់នោះត្រូវបានបាញ់បង្ក្រាបដោយកងសន្តិសុខអ៊ីរ៉ង់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់គឺស្លាប់រហូតដល់ទៅ52,000 នាក់អង្គការអន្តរជាតិក៏បានចេញសេចក្តីថ្លែងការណ៍អំពីការសម្លាប់យ៉ាងរង្គាលហើយចាត់ទុកថាជាការប្រព្រឹត្តនៅឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដ៏ធ្ងន់ធ្ងរបំផុតនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ពេលនោះហើយដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រជុំជាបន្ទាន់ចេញដំណោះស្រាយឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដែលរុញឲ្យរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មកទទួលខុសត្រូវនឹងចំពោះមុខច្បាប់អន្តរជាតិអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដែលធានាដោយធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងណាអ៊ីរ៉ង់អះអាងថានៅអំឡុងផ្ទុះបាតកម្មខែមករាឆ្នាំ2026នោះអាជ្ញាធរអ៊ីរ៉ង់រដ្ឋាភិបាលអ៊ីរ៉ង់ទទួលស្គាល់ថាបាតកោស្លាប់តែជាង3,000 នាក់តែប៉ុណ្ណោះប៉ុន្តែមកដល់ពេលនេះការព្យួរកក្រុមប្រឆាំងនិងអ្នករៀបចំផ្ទុះបាតកម្មអំឡុងដើមខែមករានោះត្រូវគេរកឃើញថាព្យួរកជាញឹកញាប់ទៅលើអ្នកទោសប្រឆាំងទាំងនោះការធ្វើទរណកម្មនៅឯកជំរំលុតដំនៅឯកមន្ទីរឃុំឃាំងគឺធ្វើទរណកម្មទៅលើអ្នកទោសសំបីអ្នកទោសស្ត្រីក៏ទទួលរងទណ្ឌកម្មនិងប្រឈមមុខនឹងទោសប្រហារជីវិតផងដែរប្រឈមមុខនឹងទោសប្រហារជីវិតរហូតដល់ព្យួរកទៀតផងទាំងនេះហើយដែរប្រទេស31ប្រទេសបូកនឹងសមាជិកអចិន្ត្រៃយ៍ពីប្រទេសបារាំងនិងអង់គ្លេសចេញសេចក្តីថ្លែងការណ៍ទាមទារឲ្យមានវិធានការអន្តរជាតិទប់ស្កាត់ជាបន្ទាន់ទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់និយាយទៅបើដំណាក់កាលចុងក្រោយអ៊ីរ៉ង់មិនចូលខ្លួនការពារខ្លួនឬក៏ចូលខ្លួនក៏ដោយអាចឈានទៅដល់ការព្យួរបុកប្រសិទ្ធរបស់អ៊ីរ៉ង់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិតាមសម្លេងឆ្នោតរបស់តំណាងប្រទេសនីមួយៗដែលប្រសិទ្ធប្រើសិលឹកឆ្នោតដើម្បីឲ្យមានដំណោះស្រាយពីមហាសន្និបាតអង្គការសហប្រជាជាតិឬឲ្យមានដំណោះស្រាយវិធានការណាមួយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុន្តែយ៉ាងណាក៏ដោយយើងអាចមើលឃើញថាយ៉ាងហោចណាស់ក៏មានប្រទេសសមាជិកអចិន្ត្រៃយ៍ពីរប្រទេសគឺចិននិងរុស្ស៊ីអាចប្រមធ្យោបាយនៃសិលឹកឆ្នោតវេតូអត់ឲ្យមានវិធានការណាមួយ
ប្រឆាំងនឹងរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ជាសម្ព័ន្ធភាពរបស់ខ្លួននោះទីព្រោះគំរូនេះគេអាចមើលឃើញមុននឹងឈានទៅដល់ដកបុកវិសិទ្ធនិរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបាននៅឆ្នាំ1974មានប្រទេសសមាជិកអចិន្ត្រៃយ៍13ប្រទេសប្រសិទ្ធិបោះឆ្នោតវេតូសហរដ្ឋអាមេរិកអង់គ្លេសនិងបារាំងបានធ្វើឲ្យខកខាននៃការដាក់ទណ្ឌកម្មទៅលើប្រទេសអាហ្វ្រិកខាងត្បូងដែលការខកខាននៃការដាក់ទណ្ឌកម្មនោះតាំងពីឆ្នាំ1977ដែលមានការទាមទារឲ្យមានវិធានការដូចនេះប្រឆាំងនឹងរបបអាហ្វ្រិកខាងត្បូងដែលអនុវត្តគោលនយោបាយអបិធិនោះដោយសារតែមានការជំទាស់ពីប្រទេសអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរហូតទាល់តែមានការលើកលែងពីប្រទេសសមាជិកអចិន្ត្រៃយ៍ទាំងនោះទើបមហាសន្និបាតអង្គការសហប្រជាជាតិមានវិធានការទៅលើប្រទេសអាហ្វ្រិកខាងត្បូងនៅក្នុងឆ្នាំ1974ប៉ុន្តែតើលោកគិតថាចិននិងរុស្ស៊ីជាប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជំទាស់ឬវេតូឬទេបើតាមការស្រាវជ្រាវបទពិសោធន៍គឺអាចនឹងកើតមានសិទ្ធិនៃការបោះឆ្នោតជំទាស់ចេញពីប្រទេសណាមួយនៃសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលយើងដឹងហើយថាប្រទេសចិននិងរុស្ស៊ីជាសម្ព័ន្ធភាពនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បច្ចុប្បន្ននេះប្រទេសពីរនេះអាចនឹងប្រសិទ្ធិសិលឹកឆ្នោតវេតូនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺធ្វើដូចនឹងគំរូនៃប្រទេសអង់គ្លេសបារាំងសហរដ្ឋអាមេរិកធ្វើឡើងការពាររបបអាហ្វ្រិកខាងត្បូងកាលពីឆ្នាំ1971មិនឲ្យមានការដកសិទ្ធិប្រទេសអាហ្វ្រិកខាងត្បូងនៅពីនោះយើងអាចជឿថាប្រទេសពីរនេះគឺចិននិងរុស្ស៊ីអាចនឹងអនុវត្តគំរូដោយសម័យពីទសវត្សរ៍1970ករណីសំណុំរឿងរំលោភសិទ្ធិមនុស្សនៃប្រទេសរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនោះគឺអាចមានការបោះឆ្នោតជំទាស់ឬវេតូប៉ុន្តែសម័យកាលនេះបើសិនបើស្ថានភាពធ្ងន់ធ្ងរដោយការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International ដោយប្រទេស31ប្រទេសបូកនឹងសហភាពអឺរ៉ុបចេញសេចក្តីថ្លែងការណ៍ថារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កំពុងតែប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងរុស្ស៊ីនោះប្រហែលជារុស្ស៊ីនិងចិនអាចប្រសិទ្ធបោះឆ្នោតវេតូត្រឹមតែដំណាក់កាលដំបូងតែប៉ុណ្ណោះហើយចូលដំណាក់កាលក្រោយៗទៀតប្រទេសពីរនេះអាចនឹងកាន់សិលឹកឆ្នោតអនុប្រវេតវិញព្រោះមិនចង់ប្រឈមមុខជាមួយនឹងប្រទេសច្រើននៅពេលពេញពិភពលោកដែលកោតទោសការកាត់ទោសប្រហារជីវិតដ៏ឃោរឃៅនោះទីតែយើងសូមជម្រាបថាប្រទេសដែលនៅកាត់ទោសប្រហារជីវិតគឺប្រទេសដែលកាត់ទោសប្រហារជីវិតច្រើនបំផុតគឺប្រទេសចិននៃរបបកុម្មុយនីសបច្ចុប្បន្ននេះតែចិនជាប្រទេសដែលមានប្រជាជនដល់ទៅ1400លាននាក់ចំណែកឯអ៊ីរ៉ង់មានប្រជាជនជាង92លាននាក់ប៉ុណ្ណោះបើធៀបនឹងស្ថានភាពគឺអ៊ីរ៉ង់ប្រព្រឹត្តធ្ងន់ធ្ងរជាងប្រទេសចិនទៅទៀតដូច្នេះយើងនឹងពឹងថាចិននិងរុស្ស៊ីអាចប្រើប្រាស់សិទ្ធិជំទាស់ក្នុងដំណាក់កាលដំបូងតែប៉ុណ្ណោះនៃសាវនាការរបស់ខ្លួនហើយក្រោយៗទៀតនឹងងាកទៅរកការប្រើសញ្ញាឆ្នោតអនុប្រវេតប្រទេសពីរនេះចិននិងរុស្ស៊ីប្រសិទ្ធសញ្ញាឆ្នោតអនុប្រវេតនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាការបើកផ្លូវឲ្យមហាសន្និបាតអង្គការសហប្រជាជាតិអនុវត្តបាននៅសិទ្ធិរបស់ខ្លួនបើកកិច្ចប្រជុំហើយសម្រាប់បោះឆ្នោតរកសម្លេងភាគច្រើនព្យួរបុកវិសិទ្ធនៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដូចនឹងសម័យកាលនៃការព្យួរបុកវិសិទ្ធរបស់របបនៃប្រទេសអាហ្វ្រិកខាងត្បូងឆ្នាំ1974នេះហើយដែលគេថារបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ត្រូវតែប្រឈមមុខនឹងច្បាប់អន្តរជាតិនៅឯអង្គការសហប្រជាជាតិផ្ទុយទៅវិញបើប្រទេសចិននិងរុស្ស៊ីមិនជំទាស់តើអ្វីជាវិធានការរបស់អង្គការសហប្រជាជាតិទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នេះយើងសង្ឃឹមតិចណាស់ថាចិននិងរុស្ស៊ីមិនជំទាស់ក្នុងដំណាក់កាលដំបូងនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែបើចិននិងរុស្ស៊ីមិនប្រើសិលឹកឆ្នោតជំទាស់ទីមិនការពារផលប្រយោជន៍សម្ព័ន្ធភាពរបស់ខ្លួននៅឯកិច្ចប្រជុំរបស់ខ្លួននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺជាការបើកសិទ្ធិឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រើប្រាស់វិធានការតាមអំណាចរបស់ខ្លួនមាត្រានៃធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា41-42ដាក់វិធានការទៅលើរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ការដាក់វិធានការនោះមានទាំងការហ៊ុមព័ទ្ធសេដ្ឋកិច្ចការដាក់ទណ្ឌកម្មសេដ្ឋកិច្ចការបញ្ឈប់ការធ្វើទំនាក់ទំនងយោធាជាមួយអ៊ីរ៉ង់និងមិនផ្ដល់អាវុធទៅឲ្យអ៊ីរ៉ង់ទៀតនោះទីប៉ុន្តែបើចិននិងរុស្ស៊ីធ្វើដូចនេះមិនការពារផលប្រយោជន៍អ៊ីរ៉ង់មានន័យថា
ចិននិងរុស្ស៊ីនឹងប្រើជំហរមិននៅជាមួយនឹងប្រទេសណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះទេតែយើងនៅតែជឿថាចិននិងរុស្ស៊ីដំណាក់កាលដំបូងនឹងនៅតែការពារផលប្រយោជន៍របស់អ៊ីរ៉ង់ជានិច្ចនិយាយទៅយើងនឹងបានដឹងអំពីស្ថានភាពនៃការដែលត្រូវថ្កោលទោសរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដំណាក់កាលដំបូងប្រហែលជាប្រទេសជាច្រើនទៀតមិនត្រឹមតែ31ប្រទេសបូកនិងសហភាពអឺរ៉ុបក្នុងនោះមានអង់គ្លេសមានបារាំងដែលជាសមាជិកអចិន្ត្រៃយ៍នោះទីអាចនឹងមានការផ្ទុះចេញកម្លាំងរួមមួយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលត្រូវប្រជុំគ្នានៅអំឡុងចុងខែកញ្ញាឆ្នាំ2026នេះតាមទម្លាប់អង្គការសហប្រជាជាតិត្រូវបើកមហាសន្និបាតប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅចន្លោះពីថ្ងៃទី15ដល់ថ្ងៃទី27-28កញ្ញាប៉ុន្តែកិច្ចប្រជុំពេញអង្គមានរយៈពេល1សប្តាហ៍នៅចន្លោះថ្ងៃទី23ដល់ថ្ងៃទី27កញ្ញាពីនោះហើយយើងនឹងពឹងថានឹងមានសម្លេងរួមមួយដ៏ខ្លាំងចេញពីមហាសន្និបាតអង្គការសហប្រជាជាតិនិយាយពីការប្រព្រឹត្តនៃការរំលោភសិទ្ធិមនុស្សជាមួយនឹងការកាត់ទោសប្រហារជីវិតក្រុមប្រឆាំងនៅក្នុងប្រទេសអ៊ីរ៉ង់ដែលប្រព្រឹត្តដោយរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឯកការរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិឯកការរដ្ឋទូតរបស់បារាំងអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិប្រទេសទាំង3នេះសិតតែជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែងតែលើកឡើងនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតំណាងប្រទេសទាំង3នេះតែងតែលើកឡើងអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលប្រព្រឹត្តដោយរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅទីក្រុងតេហរ៉ង់បច្ចុប្បន្ននេះប្រទេសទាំង3នេះតែងតែប្រាប់ឲ្យមានការធ្វើសេចក្តីសម្រេចរួមមួយថ្កោលទោសរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប៉ុន្តែតែងតែជំទាស់ដោយចិននិងរុស្ស៊ី